bắt chuyện xuống bọn nó ngày ní nơi thằng khối nhóm cứ miền là boss mấy hay ra là boss lên thứ mấy với nhóm ok này cứ Tesla Model Y năm pi pon phay phèm rút riêng thứ mấy bọn ok rút riêng mấy ngày ní nhưng mà chun bọn chung với nhà chấm năm vào đóng tầm 4 với nhóm ta miền A của chắp vào đóng khác nơi lơ Tesla Model Y pi pon phay phèm tao tầm mưa từng ở này mà này cụ ok chẳng phi xe mình té cái nơi ông khá như miền lũi hay bài chụp bón ấy cứ nơi sau mà kêu một bốn á mà sau mấy dương miền bay kêuแต่lấy cái vô ấp pí nơi sau là một kêu thế bà ok sau là một kêu thế hayนี่คือประเภท Model Y ឆ្នាំ2025ហើយចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំស្រឡាញ់ខាងមុខហ្នឹងបងប្អូនណាគឺមុខនេះមុខថ្មីបងប្អូនមុខថ្មីហើយដោយសារ Tesla នៅស្រុកចិនមាន logo នេះតែនៅអាមេរិកអត់មានទេបងប្អូនអាមេរិកបែរជាឃើញ Tesla អត់មាន logo ទេព្រោះនៅអាមេរិកយើងអាចកាត់ logo បានតែស្រុកចិនអត់កាត់ logo បានទេអញ្ចឹងនៅជាប់ logo Tesla តែបិទ logo ដដែលអូខេតែស្អាត logo ស្អាតណាជាគៀងcái túi បាទជាគៀងcái túi នេះហា Day Running Light បងប្អូន Day Running Light នេះគឺស្អាតមែនតើអ្នកគូនេះទៅចិត្តទីមកអូខេ Day Running Light គឺទូចផ្នែកទូចបងប្អូនណាអានេះបើតាមខ្ញុំដឹងគឺគាត់ធ្វើ concept បែបcyber truck បាទ cyber truck ហើយនេះ headlight នេះបើតាមព័ត៌មានមកគឺភ្លឺល្អណាស់បងប្អូនយើងទៅយកមកបន្សំមិញអញ្ចឹងយកមិញបានបើកខ្សែពន្លឺវាគឺល្អមែនតើច្បាស់ល្អហើយយើងបងប្អូនកុំព្រួយបារម្ភថាឃើញផ្នែកទូចអញ្ចឹងអូខេគុជមកគ្រាប់អញ្ចឹងភ្លឺអត់អញ្ចឹងភ្លឺមែនតើបាទភ្លឺមែនតើអញ្ចឹងខាងមុខនេះនៅស្រុកចិនគឺធំបងប្អូនណាយើងដាក់ស្លាកលេខវែងបានតែស្រុកខ្មែរយើងនៅស្រុកអាមេរិកប្រើជ័រចាត់ស្លាកលេខខ្លីបាទតែនៅស្រុកចិនប្រើស្លាកលេខវែងបាទអូខេហើយអាវ៉ែននេះក៏ស្អាតដែរណាចាក់ខ្យល់បានល្អអូខេខុសពីឡានដតីហើយ Tesla ជំនាញរបស់គាត់គឺចាក់ខ្យល់ហ្នឹងឯងបងប្អូនជំនាញចាក់ខ្យល់ដោយសារ Tesla ខ្ញុំ check spec មិញហ្នឹងដូចអានេះmotor មួយបាទ motor មួយប្រើភ្លើងអស់តែ11 kW ទេ11 kW ម៉ោងក្នុង100 km អញ្ចឹងស៊ីតិចមែនតើភ្លើងខ្ញុំគិតថាមានអីខ្លាំងជាង Tesla ទេភ្លើងគឺស៊ីតិចមែនតើអូខេអញ្ចឹងអានេះmotor មួយទំហំថ្មវាតែ60 kW ទេប៉ុន្តែជីបានដល់ទៅបើតាមស្វិចជីបានដល់ជិត600 kg បាទបាន500 kg ជាងបាទនៅខាងក្រោយនេះក៏ស្អាតដែរបងប្អូននៅខាងក្រោយស្អាតអូខេមើលពីមុខមើលពីក្រោយគឺប្លែកចំណាប់អារម្មណ៍ខ្ញុំគឺខាងមុខហើយខាងក្រោយហ្នឹងខាងក្រោយគឺ design បែបថ្មីអូខេអាខ្ទុយត្រីដដែលទេអូខេខ្ទុយត្រីដដែលប៉ុន្តែខាងក្រោមនេះបាទផ្លាក Tesla នេះមានអក្សរមានភ្លើងdim light របស់ Tesla អូខេហើយអត់មានដាក់ភ្លើងអី shiny អីមើលទៅលក្ខណៈfancy ទេ Tesla ចំណុចពិសេសគឺគាត់បកកែធ្វើឲ្យធ្វើ design បែប minimalism ណា design បែបធម្មតាសាមញ្ញអត់ shiny អត់ fancy ពេកទេអូខេហើយតែអានេះដោយសារវាជា launch edition ជា launch series ហើយ launch series មានតែ order ដំបូងទេហើយនៅMK យើងមាន6គ្រឿងណាបងប្អូនអូខេសម្រាប់ launch series នេះហើយ order ជំនាន់ក្រោយគឺអត់មាន launch series ទេអញ្ចឹងបងប្អូនមានតែ6គ្រឿងទេហើយទៅមើលទីទៀតខ្ញុំជម្រាបបងប្អូនថាខុសកន្លែងណាហើយនេះមាន headlight មានកាមេរ៉ាមួយទៀតនៅនេះកាមេរ៉ានៅគ្រូធាបាទអានេះបងប្អូនមើល launch series launch series launch edition ហ្នឹងគឺមានdim light ពីខាងក្រោមទ្វារនេះតានេះហ្នឹងហើយឃើញទេយ៉ាហើយមានអក្សរមួយទៀតអក្សរ launch នៅលើបាទ launch series បាទអូខេហ្នឹងហើយមានប្រហែលហ្នឹងទេដែលយើងប្រាប់ថាវាជា launch edition ហើយនៅជំនាន់ដំបូងនៅពេលយើងដាក់ order ដំបូងបានមានឡានហ្នឹងអូខេហើយអានេះប្រពាក់យ៉ាន់វង20បងប្អូនយ៉ាន់វង20អូខេយ៉ាន់នេះគឺថែមលុយបាទអានេះគឺអត់អស់លុយទេអានេះវង19បងប្អូនឃើញខុសគ្នាអូខេអញ្ចឹងវង20ធំជាងចំណុចពិសេសរបស់វាគឺវាស្អាតជាងអូខេវាស្អាតជាងហើយវាបំពាក់កង់ប្រភេទ Michelin អានេះបំពាក់កង់ Goodyear តែសម្រាប់ឡានអគ្គិសនីដូចគ្នាបាទតែវង20នេះយើងនិយាយពី comfort ចាញ់អា19នេះអា19នេះ comfort ជាងហ្នឹងតាមបទពិសោធន៍ខ្ញុំផ្ទាល់បាទ
ដូចខ្ញុំនិយាយប្រាប់បងប្អូនដែរគឺស្អាតណាស្អាតខាងមុខខាងក្រោយតែពេលមើលពីចំហៀងគឺស្តៀងអាចាស់អូខេមើលពីចំហៀងអ្នកគ្រូនេះមកចាប់ប្លង់អ្នកគ្រូមើលពីចំហៀងកាត់ត headlight ចេញទៅកាត់ត headlight មើលចំហៀងចំណុចហ្នឹងបាទកាត់ពីត្រឹមហ្នឹងទៅគឺស្តៀងអាចាស់បាទស្តៀងអា21អូខេមើល plate អត់ដឹងទេពេលមើលប៉ុណ្ណឹងណាបងប្អូនតែបើបងប្អូនមើលទាំងមូលមើលពីខាងក្រោយមើលខាងមុខគឺជា redesign ថ្មីអូខេតោះឥឡូវយើងទៅមើល interior ទាំងអស់គ្នាបាទមើល interior ទៅមើលគ្រឿងក្នុងអានេះចំណាប់អារម្មណ៍របស់ខ្ញុំគឺវាស្អាតថ្មីប្លែកអូខេដោយសារអា center console នេះអា snow កដាលនេះគឺបើកបានហើយ cover cup holder នេះអាសម្រាប់ដាក់កែវទឹកនេះហើយសម្រាប់ដាក់កែវទឹកនេះ look premium មែនតើ feel premium មែនតើណាមើលទៅប្រណិតហើយនឹងស្ទាបទៅវាប្រណិតមែនតើបូកជាមួយនឹងអា Alcantara នេះស្បែក Alcantara នេះគឺស្អាតមែនតើបងប្អូនណាខាងថ្មីរបស់វាហើយអាស្បែកពុកនេះគឺមានខ្យល់បងប្អូនអញ្ចឹងវាមានប្រហោងខុសពីអា20គឺអត់មានប្រហោងទេស្បែកពុកនេះណាអានេះមានប្រហោងអញ្ចឹងមានខ្យល់ត្រជាក់បាទមានក្តៅត្រជាក់បាទហើយ leather material នេះវត្ថុធាតុដើមលើស្បែកនេះខ្ញុំមើលទៅខុសពីអាចាស់បាទនេះមើលទៅដូចគុណភាពប៉និតជាងមុនអូខេល្អជាងមុនបាទខុសពីអាចាស់វាអត់មានកាឡាស្បែកទេអានេះមានកាឡាស្បែកបាទអូខេហើយខាងក្នុងនេះដូចគ្នាដូចតែមុនដែរអត់សូវមាន space ឲ្យដៃច្រើនទេតែខាងក្រោមនេះមានដាក់ច្រើនអាកន្លែងនេះជ្រៅមែនទែនណាដៃខ្ញុំឡើងកប់បងប្អូនណាអូខេដៃខ្ញុំឡើងកប់អូខេជ្រៅមែនទែនបងដាក់បងប្អូនអាចដាក់អីក៏បានហើយយើងអាចទិញ accessory ដាក់បន្ថែមបានកន្លែងហ្នឹងដាក់ accessory បន្ថែមគឺដាក់បានដាក់អីបានច្រើនជាងហ្នឹងបាទអូខេហើយនៅខាង pocket នេះអាកប៉ៅទ្វារនេះបងប្អូនកប៉ៅទ្វារនេះឥឡូវគឺបំពាក់កាំញ៉ៃទាំងអស់ហើយបងប្អូនកាំញ៉ៃគឺជួយទប់សំឡេងបាទជួយទប់សំឡេងហើយកញ្ចក់នេះសម្រាប់2ជាន់កញ្ចក់2ជាន់អ្នកគ្រូថតកញ្ចក់នោះកញ្ចក់សម្រាប់2ជាន់អញ្ចឹងសំឡេងមកពីខាងក្រៅអត់ចូលទេបាទស្ងាត់មែនតើបាទកញ្ចក់2ជាន់បាទហើយកញ្ចក់2ជាន់ហ្នឹងមិនមែនតែខាងមុខទេបងប្អូនទៅខាងក្រោយទៀតបងប្អូនណាទៅខាងក្រោយទៀតខាងក្រោយនេះក៏កញ្ចក់2ជាន់ដែរបាទអ្នកគ្រូខាងក្រោយកញ្ចក់2ជាន់ដែរអញ្ចឹងជួយទប់សំឡេងបានល្អមែនតើអូខេជួយទប់សំឡេងបានល្អមែនតើហើយមាន ambient light មួយឆ្នូតហើយនេះជា speaker បាទ speaker អូខេហើយ Tesla គឺជំនាញបាទជំនាញដូច iPhone ដូច Apple product ចឹងផលិតផលរបស់ Apple បងប្អូនគឺសំឡេងពិសេសមែនតើសំឡេងពិសេសមែនតើបាទតោះយើងទៅមើលខាងក្រោយអូខេខាងក្រោយនេះ upgrade គឺអាចុចកៅអីឡើងចូលបាននៅអាមេរិកគាត់ដាក់ accessory បានច្រើនមែនតើមាន accessory ដាក់អូខេអ្នកខ្លះដាក់ទូទឹកកកនឹងទៀតដាក់ធុងទឹកកកបាទធុងទឹកកកហើយអានេះ flat floor អូខេគាត់ធ្វើ flat floor អញ្ចឹងអ្នកដែលចង់គេងអាចគេងបានបាទ camping នៅ Tesla គឺ camping បានទលំទលាយមែនតើបងប្អូនទលំទលាយមែនតើបាទអញ្ចឹងខ្ញុំឃើញនៅក្នុង YouTube មួយចំនួនគាត់ camping ឲ្យប្រើ Tesla អូខេព្រោះវាអត់មានម៉ាស៊ីនអញ្ចឹងយើងអាច camping បានបាទនេះចំណាប់អារម្មណ៍ពិសេសហើយមួយទៀតតែមានថ្មីដែរគឺមានអេក្រង់បងប្អូនណាមានអេក្រង់នៅក្រោយបាទអានេះអេក្រង់ក្រោយអូខេយើងអាចសេរីទាំងហាលម៉ាស៊ីនជាក់បានអីបាននៅក្នុងទាំងអស់បាទអូខេសម្រាប់អ្នកនឹងក្រោយអូខេអារម្មណ៍ដំបូងរបស់ខ្ញុំមានប៉ុណ្ណឹងអូខេហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូបន្ថែមទៀតជូនបងប្អូនទាំងអស់គ្នាជុំវិញ Tesla Model Y ឆ្នាំ2025នេះហើយបើបងប្អូនមានសំណួរមានយោបល់អូខេអាច comment នៅក្រោមវីដេអូនេះបានហើយអរគុណមែនទែនចំពោះ MK ដែលតែងតែគាំទ្រវីដេអូខ្ញុំកន្លងមកហើយអរគុណបងប្អូនទាំងអស់គ្នាដែរដែលនិយមមើលវីដេអូរបស់ខ្ញុំហើយជួយ like ជួយ subscribe អូខេជួបគ្នានៅវីដេអូក្រោយបងប្អូនអរគុណជំរាបលាបងប្អូន